បាទជំរាបសួរសមាជិកសមាជិកាតូមីយើងទាំងអស់ជាទីគោរពស្រឡាញ់ព្រមទាំងអ្នកដែលស្គាល់អាតូមីឬមិនស្គាល់ក្តីបាទជារួមមិត្តសម្លាញ់ទាំងអស់ដែលជា friend Facebook របស់ខ្ញុំឈ្មោះណប់អេមជាគ្រូពេទ្យបាទអតីតគ្រូពេទ្យធ្វើការស្រុកស្អាងខេត្តកណ្ដាលឥឡូវនេះគឺជាអ្នកប្រើប្រាស់និងជាសមាជិកអ្នកជំនួញអាតូមីអញ្ចឹងពាក់ព័ន្ធនឹងស្អីបាទពាក់ព័ន្ធនឹងអាហារសុខភាពពាក់ព័ន្ធនឹងផលិតផលគ្រឿងសម្អាងពាក់ព័ន្ធនឹងរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលមានគុណភាពល្អផ្ដាច់តម្លៃល្អផ្ដាច់មកពីគ្រប់ពិភពលោកទាំងអស់ដែលក្រុមហ៊ុននេះក៏កើតនៅប្រទេសកូរ៉េខាងត្បូងបាទឥឡូវនេះយើងមានសាខានៅទី6នៅភ្នំពេញយើងនេះដូច្នេះពេលនេះខ្ញុំចូលមកចែករំលែកអំពីបញ្ហាដែលយើងទាំងអស់គ្នាគួរដឹងបាទគឺស្បែកមុខបាទយើងឃើញស្បែកមុខឬក៏ស្បែកទូទៅរបស់យើងធម្មតានិងមិនធម្មតាយើងដឹងហើយណោះនេះខាងលើគឺជាស្បែកដែលបាទស្អាតបាទស្អាតខាងក្រោមគឺស្បែកមានបញ្ហាអញ្ចឹងយើងដឹងហើយអញ្ចឹងយើងមើលថាតើស្បែកវាយ៉ាងម៉េចទៅវិញបាទកាលណាយើងកាត់ស្បែកជាកង់អញ្ចឹងបាទយើងឃើញខាងលើនេះឃើញសតបស្បែកទី1ខាងលើនេះក្រាស់បាទនៅខាងក្រៅគេបន្តមកក្នុងបាទហើយបន្តមកក្នុងមួយទៀតថាស្បែកវាមាន3ជាន់ហ្នឹងបាទចាំងខាងលើយើងមើលអង់គ្លេសហៅ epidermis បាទ epidermis ហើយកណ្ដាលនេះ dermis ហើយក្រោមមក lower dermis អញ្ចឹងយើងដឹងថាស្បែកលើសើខាងលើហ្នឹងស្បែកកណ្ដាលនេះហើយនឹងស្បែកខ្លាញ់អញ្ចឹងក៏បានដែរហើយយើងមើលខាងក្រោមមានរុនញើសបាទរុនរួមរុនអីផ្សេងបាទចឹងវាមានដល់ឡែករបស់គ្នារបស់វាអញ្ចឹងយើងសិក្សាលម្អិតយើងគួរតែសិក្សារបស់គ្នាហើយដោយសារពេលវេលាកំណត់យើងក៏បង្ហាញប៉ុណ្ណេះហើយស្បែកមានច្រើនប្រភេទស្បែកដែលយើងមានបញ្ហាហ្នឹងជួបប្រទះគឺមានស្បែកធម្មតានេះណាយើងឃើញមិញបន្ទាប់មកយើងឃើញស្បែកស្ងួតនេះហើយស្បែកប្រេងបាទស្បែកដែលមានប្រេងឡើងខ្លាញ់ឡើងអីណាស្បែកងាយអាឡែស៊ីងាយប្រតិកម្មស្បែកក្រហមណាងាយប្រតិកម្មឯស្បែកនេះចម្រុះមានមួយចំណុចណាមួយងាយប្រតិកម្មមួយចំណុចណាមួយខ្លាញ់មួយចំណុចណាមួយស្ងួតហ្នឹងហើយនៅក្នុងរង្វង់អក្សរតេនិងអក្សរធីបាទអញ្ចឹងស្បែកមាន4ប្រភេទហ្នឹងលោកអ្នកមានបញ្ហាស្បែកណាត្រូវពិគ្រោះជាមួយអ្នកជំនាញបាទអញ្ចឹងយើងមើលនេះអ្វីដែលខ្ញុំចែករំលែកហ្នឹងគឺខ្ញុំបានសាកល្បងខ្លួនឯងហើយដឹងថាស្បែកយើងគួរតែប្រើវាបាទបើមិនប្រើវាគឺយ៉ាងម៉េចទៅវិញឥឡូវយើងមើលគួរមិនគួរអញ្ចឹងយើងមុននឹងប្រើលេប្រើអីទាំងអស់យើងត្រូវតែប្រើសម្អាតនៅ4ប្រព័ន្ធនេះគេហៅ4ប្រព័ន្ធ Atomy Evening Care Faucet គឺឈុតម៉ាស្សាពេលល្ងាច4ប្រព័ន្ធបាទអញ្ចឹងតើល្ងាចឡើងចូលផ្ទះគឺយើងម៉ាស្សាបាទសម្អាតនិងជួនកាលគេម៉ាស្សា2ដងព្រឹកល្ងាចអញ្ចឹងណាខ្លះក៏ម្ដងអញ្ចឹងយើងឃើញឈុតវាមាន4តាមលេខរៀង1 2 3 4អញ្ចឹងយើងមើលលេខរៀងទី1បាទ dip លេខរៀងទី2 form លេខរៀងទី3គឺpeeling gel ហើយលេខរៀងទី4គឺ pillar mask បាទហើយយើងឃើញឈុតនេះឃើញតម្លៃសមាជិកឃើញបន្ទុកហ្នឹងឯងលោកអ្នកអាចទៅមើល website Atomy www.atomy.com/kh អញ្ចឹងយើងឃើញរូបភាពនេះចេញមកយើង add home screen ទៅយើងអាចនឹងបានទិញផលិតផលបាទបើលោកអ្នកចង់ទិញផលិតផលសាកល្បងលោកអ្នកអាចអញ្ជើញខលមកខ្ញុំឬក៏ឆាតមកខ្ញុំបាទដើម្បីសុំលេខអ្នកណែនាំព្រោះថាយើងទិញផលិតផលក្នុង app របស់ Atomy តើតែចុះឈ្មោះបាទចុះឈ្មោះ free ទេលោកអ្នកចុះឈ្មោះ free ទៀតមិនអីទេអញ្ចឹងនៅពេលដែលយើងចុះឈ្មោះទៅយើងឃើញwebsite របស់យើងនេះគឺជាជំហានទី1នៃការប្រើផលិតផល Atomy ដំបូងគឺប្រើ dip បាទ
បាទយើងយកឌីបយកមកលាបលើមុខបាទលាបល្មមបាទហើយទុកមកទុះគឺយើងចាប់ផ្ដើមម៉ាស្សាវាដើម្បីឲ្យចេញជាតិកខ្វក់នៅក្រោមស្បែកណាឌីបហ្នឹងណាខ្វក់នៅខាងស្បែកខាងជ្រៅតាមសញ្ញា1 2 3ហ្នឹងលេខ1ទាំងអស់ប៉ុន្តែក៏ឌីបលេខ1តបមកគឺបាទលេខ2យើងលាងសម្អាតវាហើយយើងអាចលាងសម្អាតដោយហ្វមចឹងយើងប្រើហ្វមនោះយើងប្រើដាក់លើដៃបន្តិចហើយយើងដាក់ទឹកបន្តិចហើយស្លីឲ្យវាបែកពពុះបាទញីធ្វើមិនឲ្យវាបែកពុះដូចក្នុងរូបភាពខាងលើជ្រុងខាងលើនេះខាងស្ដាំបាទបែកពពុះហើយលោកអ្នកអាចនឹងចាប់ផ្ដើមលាបមុខដូចនេះអញ្ចឹងកុំឲ្យប៉ះភ្នែកបាទរៀបដូចខ្ញុំប្រាប់អញ្ចឹងហូររៀបសពដូចខាងក្រោមឆ្វេងនេះបាទបន្ទាប់មកទុកប្រហែលជា5នាទីអីហ្នឹងបើស្បែកងាយលាក់ស៊ីទុកតែ1នាទី2នាទីអីបានហើយហ្នឹងហើយអញ្ចឹងយើងសិក្សាបាត់ទៅដឹងហើយថាត្រូវប្រើមិនបន្ទាប់មកលាងសម្អាតនឹងទឹកធម្មតាបាទដូចនៅខាងក្រោមស្ដាំនេះបាទនេះក្រោមស្ដាំនេះលាងសម្អាតនឹងទឹកធម្មតាហើយយើងចាប់ផ្ដើមប្រើនៅ peeling gel បាទ peeling gel សម្រាប់មុខងារវាគឺម៉ាស្សាដើម្បីឲ្យចេញនៅសារជាតិកខ្វក់ក្នុងលោកអ្នកឃើញខ្ញុំដាក់ម្រាមដៃចង្អុលហ្នឹងគឺស្អីបាទឃើញទេសិតតែគ្រួសទុយអាហ្នឹងធំជាងគេបាទថតទៅឃើញសិតតែគ្រួសដូចជាគ្រួសចឹងដុំរឹងតែមិនមែនគ្រួសទេជីកាក់សំណល់កោសិកាងាប់ដែលចេញពីក្នុងស្បែកមកហ្នឹងពេលដែលយើងប្រើ peeling gel ណាបាទគឺចេញមកអញ្ចឹងបាទម៉ាស្សាចេញមកអញ្ចឹងតបមកយើងម៉ាស្សាវាដល់ផ្នមហើយយើងទុកវាបន្ទោះហើយចាំមកយើងសម្អាតវាសម្អាតនឹងទឹកធម្មតាហើយមកចាប់ដើមយើងលាបឈុតទី4គឺ peel on mask បាទគឺដូចនៅខាងលើអញ្ចឹងបាទ peel on mask លាបអញ្ចឹងលាបជុំអញ្ចឹងសពបន្ទាប់មកទុកវាប្រហែលជាល្មមមកស្ងួតជម្រាល15នាទីជាងការ20នាទីក៏មានដែរខ្លះក៏មកគាត់លាបរហូតទល់ភ្លឺគាត់គេងណាហ្នឹងក៏មានដែរប៉ុន្តែយល់ល្អយើងបើកឲ្យទៅប្រហែល20នាទី30នាទីបើកទៅបាទបើកពីក្រោមឡើងលើចាអញ្ចឹងណាបើកអញ្ចឹងហើយចុងក្រោយគឺហើយបាទចប់តែម្ដងអញ្ចឹងយើងឃើញថាផលិតផលទូមីមានច្រើនបាទលោកអ្នកមានមិនត្រឹមតែឈុត4ប្រព័ន្ធហ្នឹងទេបាទមានថ្នាំដុសធ្មេញមានទឹកអនាម័យបាទមានកាហ្វេបាទមានOmega 3ណាថ្នាំខ្លាញ់ត្រីហ្នឹងជំនួយជាតិខ្លាញ់ល្អជំនួយខ្លាញ់ល្អបញ្ចុះខ្លាញ់អាក្រក់បាទមានសម្លេងអនាម័យស្ត្រីបាទមានកណាត់សើមកណាត់សើសម្រាប់ជូតដៃជូតអីហ្នឹងមានលេការពារកម្ដៅថ្ងៃមានច្រាសមានអាហារសុខភាពហេមូហ៊ីមបង្កើនកម្លាំងភាពស៊ាំប្រឆាំងមេរោគបាទមានវីតាមីន C លេខ500លេខ1000បាទមានកៅអ៊ីក៏មានដែរបាទវាសិទ្ធិរបស់ល្អហើយប្រូបាតិកជំនួយបាក់តេរីល្អក្នុងពោះវៀនបាទជំនួយផ្លាពោះវៀនអញ្ចឹងមានថ្នាំដុសធ្មេញបំបត្តិស្រាវថ្នាំបំពេញធ្វើធ្មេញសមានសាប៊ូកក់សក់បាទសាប៊ូដុសខ្លួនអញ្ចឹងមានច្រើនបាទលោកអ្នកមានpeeling pad លោកអ្នកលឺទេគឺ peeling pad មានអាហារសុខភាព Spirulina ខ្លះគេយកទៅលាបមុខដែរហ្នឹងបាទនេះគឺសម្រាប់ហូបជំនួយសារជាតិប្រូតេអ៊ីនបាទហើយមានច្រើនទៀតលោកអ្នកអាចឆែកមើលបាននេះជាសាប៊ូបោកគក់សាប៊ូលាងចានអាចយកទៅលាងបន្លែបានបាទចឹងមានសាប៊ូបោកគក់មានម៉ាស់បិទមុខបាទច្រើនទៀតលោកអ្នកមើលខ្លួនឯងទៅបាទគឺច្រើនមានក្រែមលាបបំពង់ភ្នែកបាទក្រែមបំប៉នស្បែកមានអាហារសុខភាពអាយឡូទីនជំនួយភ្នែកបាទគឺមានអំពូលមានអាហារកាពះបាទហើយនឹងសាប៊ូកក់សក់ផងកក់ខ្លួនផងហើយនឹងមានស្រាយអាំងនេះ
សម្លេងអនាម័យស្ត្រីលោកអ្នកលោកដាច់ទេបាទល្អមែនទែនធ្វើពីសម្លេងកបាស់បាទលេខ1បាទត្រូវបានគេពិនិត្យពិសោធន៍មើលដឹងថាឲ្យរង្វាន់លេខ1បាទចឹងជក់ទឹកបានល្អនេះគឺយិនសិនក្រហមបាទមានតាំងពីក្រែមលាបបេមាត់ចឹងក្រៅលោកអ្នកហ្នឹងមើលខ្លួនឯងឃើញបាទចឹងអរគុណអញ្ចឹងដោយសារពេលវេលាជូនពរដល់អ្នកគ្នាប្រើផលិតផលបានជោគជ័យកុំឲ្យបរាជ័យណាអរគុណជំរាបលា